វាលុប Gmail ជាដំបូងយើងចូលក្នុង Gmail បន្ទាប់មកយើងវាយឈ្មោះ account Gmail របស់យើងហើយនឹង password របស់យើងតើមកយើងចូលក្នុង sign in យើងចុចលើប៊ូតុង setting រួចយកពាក្យថា setting បន្ទាប់មកយើងជ្រើសរើសយក account and import តើមកយើងជ្រើសយក other Google account setting តើមកយើង scroll ចុះក្រោមបន្តិចមកយើងយកពាក្យ delete your account and service តើមកយើងយកពាក្យ delete Google account and data យើង scroll ចុះក្រោមមកអស់មកបន្ទាប់មកយើងជ្រើស tick លើពាក្យ yes tick លើនេះទាំងពីរនេះរួចយើងយកពាក្យ delete account សូមរងចាំបន្តិចតើមកយើងនឹងមានការសោកស្ដាយនៅពេលយើងចាក់ចេញទៅពេលនេះរួចជាស្រេចនៅក្នុងការលុប account Google Gmail របស់យើងបានជាស្ថាពរហើយអរគុណ